ហើយអ្នកនរគ្នាចុចអានេះវាឲ្យយើងដាក់ឈ្មោះ macro នេះបាទអញ្ចឹងយើងចង់ដាក់ឈ្មោះអីក៏ដាក់ទៅបើយើងមិនចង់ដាក់ទេយើងដាក់ macro 1ក៏បានដែរណាហើយចុចឲ្យចំរូប keyboard ទុកមើលតារាគេបានហើយទីទៀតខ្ញុំថតទុកហើយបាទអញ្ចឹងពេលដែលចុចលើរូប keyboard ទៅវាចេញផ្ទាំងនេះមកឲ្យយើងអញ្ចឹងត្រង់ press new shortcut key អញ្ចឹងវាឲ្យយើងតាំងអា shortcut បាទ key cut របស់យើងហ្នឹងអញ្ចឹងយើងចុច control ឲ្យជាប់ហើយចុចលេខ1ទៅវាចេញ control បូកលេខ1ហើយអ្នកនរគ្នាចុច assign ដើម្បីឲ្យវាបោះអា key cut ហ្នឹងចូលក្នុង current key current key គឺជា key ដែលយើងកំពុងសរសើរបាទអញ្ចឹងពេលដែលយើងបោះវាហើយអ្នកនរគ្នាចុច close ទៅហើយអ្នកនរគ្នាចាប់តាមដូរគាត់ដូរទៅជាខ្មែរបាទបន្តមកអ្នកនរគ្នាចុចទៅលើអីគេទៀតចុចទៅលើ home ហើយចុចទៅលើ font នេះបាទយើងចាប់តាមដាក់រើស font ខ្មែរអីដែលយើងចង់បានអញ្ចឹង control លេខ1យើងសន្មតហើយយើងថាយើងចង់ឲ្យវាជាខ្មែរ OS មូលបាទអញ្ចឹងយើងទៅរកខ្មែរ OS មូលមកOS មូលបាន move line ណានេះ OS size ប្រហែល22អក្សរឆ្លាក់យើងចង់ឲ្យ22ណាហើយនេះសម្រាប់ឲ្យវាបង្ហាញនៅកន្លែងនេះបានណាត់តបន្តទៅវាចេញពាក្យខ្មែរ OS មូលនៅឡើយនោះដែរអញ្ចឹងយើងចាប់តាមរកពាក្យមកខ្មែរ OS មូលហើយ size 22ដូចគ្នាបើអ្នកនរគ្នាអត់ដាក់នៅក្រោមនោះទេពេលដែលអ្នកនរគ្នាចុចcontrol លេខ1ទៅវាចេញអក្សរអីទៅវិញទៀតដែរយល់ទេអញ្ចឹងអូខេមួយហើយចុចទៅលើ menu macro វាឡើងមាន record ទៅវាមាន stop ម្ដង stop ចប់មួយបាទអញ្ចឹងយើងចាប់ដើមថតអាទី2អញ្ចឹងអាទី1មិញយើងតាំងថា control លេខ1ខ្មែរ OS មូលសាយ20អូខ្ញុំយកដល់22បាទអីណាបាទខ្មែរដល់ពេលយើងចុច control លេខ2ឲ្យវាចេញខ្មែរ OS សាយ12អូខេអញ្ចឹងខ្ញុំចាប់ដើមថតម្ដងទៀត macro ថតលើកទី2 record macro ចុចទៅលើរូប keyboard នៃ macro ទី2ហ្នឹងណា keyboard ចុច control ជាប់ចុចលេខ2បាទ close ដូរវាទៅជាអូអត់បានដូរ key ផងបាទសុំម្ដងទៀតណាចឹងមុននឹង record វាជាភាសាខ្មែរអ្នកនរគ្នាត្រូវដូរវាទៅជាអង់គ្លេសបាទបន្តមកចាប់ដើមម្ដងទៀតត record បាទ view record macro ចុចទៅលើអានេះ macro ទី3ទៅលុបអា macro ទី3លុបអាចោលទៅណាទី2ហ្នឹងបាទលុបអាទី2ព្រោះអាទី2យើងខុសហើយណាបាទទី2បាទអញ្ចឹងយើង record ម្ដងទៀតណា macro record macro ទី2ចុចលើរូប keyboard ហើយចាប់តាមតាំង key control លេខ2 assign close បន្តមកចុចចូល font ទៅជា font ខ្មែរបន្តមកយើងចាប់តាមចុច home ចុចទៅលើ font នេះហើយចាប់តាមដូរឥឡូវយើងតែខ្មែរ OS មូលទៀតហើយយើងប្រើខ្មែរ OS system ម្ដងអញ្ចឹងណាបាទខ្មែរ OS system size 12បាទអានេះដូរគ្នាខ្មែរ OS systemហើយចុចទៅលើ view macro ទៅ stop record អញ្ចឹងប៉ុណ្ណឹងយើងថតបានទៀតដល់ពេលយើងចង់ដូរទៅជា font record អាទី3ឲ្យទៅជាអង់គ្លេសអញ្ចឹងចង់ដូរទៅជាអង់គ្លេសកុំភ្លេចឡើយនេះយកខ្មែរសិនបញ្ជាក់គ្នាបើចង់ថតខ្មែរឡើយនឹងយកអង់គ្លេសបើចង់ថតអង់គ្លេសឡើយនឹងយកខ្មែរណាបាទអញ្ចឹង macro record macro បាទដាក់ឈ្មោះ macro ទី3ទៅលើ keyboard control លេខ3ម្ដង assign close ហើយឡើយនេះដូរទៅជាអង់គ្លេសវិញហើយបន្តមកចុចទៅលើ home font អញ្ចឹងយើងត្រូវការ font ឈ្មោះ Times New Roman OPQ OSD ឃើញ Times New Roman ហើយ
ចឹងសារ12មិនចឹងហ៎បាទនេះមានទេអាចអត់ទេ